จัง บ่า อุ้ย อุ้ยบ่าดอลมองให้บงดอลมองให้บง แวะตะกัวแกไอ้เมื่ออาร์ตีเฮลขึ้นเด้อ và mưa ấy khơi tê bạn bà đào mà ngay bong từ rồi bà Sport គុំអ្នកទាំងអស់គ្នាមកកាន់ការប្រកួតរវាងក្រុមម៉ាឡេស៊ីប៉ះគ្នាជាមួយនឹងក្រុមកម្ពុជារបស់យើងអង្គរវ៉ារីនៅក្នុងវគ្គទី2បាទយើងក៏លេងមកមើលជាមួយនឹងដើមម៉ោងពី Hisham ការ perform ទៅលើ hero ឈូរបស់គាត់បើក map បន្ថែមទៀតហើយបាទអេបណេតគ្នាលែនលឿនអីណាពីណាសេតกัวបាទទៅទៀតហើយបាទខ្ញុំបាត់មើលមិនឃើញទេបាទចឹងមួយជាមួយនឹងការផាវិនរបស់យើងនៅតែ perform ទៅលើ Cloud ក៏ដូចជាElton របស់គេនៅតែច្រឡំកែផាវិនលេងជាមួយនឹង Carry ក៏ដូចជា Elton របស់គេលេងជាមួយនឹង Cloud ដដែលបាទAstor របស់មេងកុងគឺជា Tenacity បាទឥឡូវក៏យើងរងចាំបន្តិចបាទមិនដឹងថានៅកន្លែងណាកន្លែងណីទេឥឡូវយើងប្រមាលមើលបាទអូឌៀនហូផាយយើងវាយគេបាទប្រហែលហើយតែផាយយើងវាយគេបាទអូយហូណាស់តែអូសំលេងហូរបស់អូឌៀនបញ្ជាក់ថាយើងកំពុងវាយគេហើយបាទមិន first blood ក៏ថតមួយណានេះបាទអត់តន់ចូលថបងអាចនឹងវាយ first blood អូ no បាទអូ Fredrin ពងវាយតកួបាទ Fredrin ខ្ញុំមើលឃើញនេះអ៊ីរខលអើយយ៉ាបាទអូមកវិញបងមកវិញអូទៅវិញទៀតបាទមួយសានេះជាមួយនឹងវគ្គទី2របស់យើង Caster រៀងពិបាកមើលបន្តិចហើយចង់និយាយថាវគ្គនេះជួយនឹង Bennett បាក់ឡុកតិចហើយបារ៉ាត់ចាំលេបទេបារ៉ាត់អត់ខ្វល់ទេឲ្យតែចូលគៀដល់លេបយកទៅបាទមកវិញបងបាទភ្លាមជាមួយនឹងមេងកុងធ្វើការ fast clear ដើម្បីយកជាមួយនឹង Total ទី1បាទសម្រាប់ក្រុមអង្គរវ៉ារីបាទជាមួយនឹងរ៉ាសេបើក map ក៏ដូចជា Total សល់ជា 9000 ជាង Hisham បើក map កន្លែងនេះអាចមានការលេបបានដែរទេប៉ុន្តែអង្កឹតទៀតហើយសង្ស័យទៅលេបបានដែរទេកន្លែងនេះ Total អត់មើលឃើញកាប់បានជាមួយនឹង Total ទៅលើបាក់សៀរបស់គេផងដែរកន្លែងនេះបោកវាយចាយមក flicker ពីមេងកុងកាប់បោកវាយអាចមានការដាច់ដែរទេតែយើងមើលមិនឃើញពីចម្ងាយបានតែត្រឹមបង្ហូរវោហាតែប៉ុណ្ណោះផាវិនអើយយ៉ាអត់បញ្ហាមើលផាវិនសបោអូយ៉ាងម៉េចហើយបងគាត់ flicker បាទពី Hisham បោកវាយតែមិនដឹងថាដាច់អ្នកណាខ្លះទេមិនបាច់ទេឥឡូវយើងមើលពីចង្អាយទៅដូចជាដាច់មេងកុងបាត់ហើយគេពាត់ស៊ីមកក្រោយបាទបើយើងគិតមែនតើតកួ hero គេមិនមែន plan A2 ណា A1 ដដែលហ្នឹងក៏ A1 copy យ៉ាដល់ចាំងក្រោយមួយហ្នឹងហើយបាទខ្ញុំថាសម័យចេញដល់ឃើញហែលខិតឃើញ chip អីហើយបាទថ្ងៃនេះម៉ាឡេគេប្រើជាមួយនឹងយុទ្ធសាស្ត្រហ្នឹងដែលល្បីការជំនន់តោដាក់ខ្លាំងគឺអា double locker ហ្នឹងគឺគេខ្លាច hero ណាដែលឌូដើម្បីល្អគេយក double locker ទៅ lock យកហ្មងទៅវាយយកហ្មងបាទអូយឥឡូវការប្រកួតរបស់យើងកំពុងតែស្វិតស្វាញប៉ុន្តែ Caster ពិបាកក្នុងការមើលបន្តិចជាស្រ័យអ្នកគ្នាបាទព្រោះដោយសារយើងមើលពីចម្ងាយមើលអត់ឃើញទេមានការ recall បែបមិត្តភាពពីទីអាដាមក៏ដូចជា Hahim បាទ Hisham បាទបើក map បាទច័ន្ទមករារបស់យើងកំពុងតែព្យាយាម farm ដូចគ្នាបាទដូចជាតតហើយអត់បានតតណា retry ពី jungle របស់Nazem ហ៎បាទគេឈ្នះយើងអូ Hisham អត់ដាច់រោកអត់ដាច់សាមដៃបាទ Hisham មានអារម្មណ៍ថាគាត់ដឹងជាមួយនឹង damage របស់ក្រុមកម្ពុជារបស់យើងខ្លាំងមែនតើបាទមើលដល់ខ្ញុំមើលដល់អូមើលឃើញទេមើលឃើញគាត់ប៉ុន្តែគាត់អត់ច្បាស់អូមកបាទអូត្រឡប់មកវិញបាទឥឡូវត្រឡប់មកវិញហើយជាមួយនឹងក្រុមកម្ពុជារបស់យើងបាទក្នុងការយកជាមួយនឹង objective ទី2នេះអាចនឹងយកបានដែរទេពី Chan Dawan បាទ
ចាំមករាបោះស្តាន់មួយបាទទីអាដាមនៅក្បែរហ្នឹងហ៊ីសែមគេមកជាមួយនឹងការចាប់ស្តាន់ថតរូបមកប៉ពីប៉ោអានេះមានការដាក់ Golden Hour តើអីហ៊ីសែមចង់លុកជាមួយនឹងច័ន្ទមករាអាទី2យកតាមដល់ពីអាមកតែចាប់ជាមួយនឹងច័ន្ទមករាដែរទេដាច់អើយមកវិញហើយពីប៉ុណ្ណេះរបស់ច័ន្ទមករាបោកវាយទាត់អស់ Ultimate ប៉ុន្តែយកមើលជាមួយនឹងញ៉ាំច័ន្ទរបស់យើងក៏បាត់បង់ដូចគ្នាផងដែរមានការចូលទៅ Invest យកជាមួយនឹង Purple Bar អានេះយកបានដែរទេមានការ rotation មកដូចគ្នាពីElton មកវិញបាត់ Purple Bar បាត់បង់ជាមួយនឹង Jungle យើងអស់មួយបាត់ទៅហើយថតទី2 free ទៅកាន់ម៉ាឡេស៊ី អត់អីបើយើងមើលជាមួយនឹង timeline damage របស់យើងណានៅចុងម៉ោង damage យើងច្រើនដូចវគ្គមុនអញ្ចឹងគ្រាន់តែថា damage គេដើមម៉ោងគេដើរលឿនជាងអញ្ចឹងយើងវាយតាមរបៀបទីលក្ខណៈថ្លឹងណាអាយ៉ាកាច់ចកែមួយពីម៉ែងកងមួយទល់នឹង3ទប់ជាប់ដែរទេ Petrify ចាយមក Flicker ធ្វើការ counter អាចនឹងលេបជាមួយនឹងណាសានបានឬមិនបានមកណាក្បែរនឹងចង់ចាប់ជាមួយនឹងម៉ែងកងខ្ញុំមិនជាប់ទេចង់ចាប់ជាមួយនឹងម៉ែងកងរៀងពិបាកបន្តិចហើយបាទហ៊ីសែមបើក map recall តាំងពីវគ្គទី1មកដល់វគ្គទី2បាទជាមួយនឹងម៉ែងកងខ្លាយទៅជាអ្នកក្លាហានជីដៃណាសើបង្ក្រាបជាមួយនឹងអូនអត់ដេកបាទចាប់ថតរូបមកប៉ោពីប៉ោពីអលតុនបាទទៅលើពីទីឧត្តមទៅលើអលតុនបាទរ៉ាស៊ី Golden Hour ជាប់មួយប៉ុន្តែជាមួយនឹងការសានក៏មានការ cover គ្នាផងដែរប៉ុន្តែយើងនៅខាងក្រោមអាចនឹងដាច់ Tier 1 ដែរទេជាមួយនឹងការចាក់ skill វាយទៅលើម៉េងកុងវិញយកដំណងដក skill ធ្វើការដកថយពីរ៉ាស៊ីបាទរកផ្លូវទៅផ្ទះវិញស្ទើរតែមិនឃើញណាត្រឹមត្រូវបាទអញ្ចឹងយើងក៏មិនដឹងដូចគ្នាយ៉ាងណាជាមួយនឹងការប៉ះគ្នាមួយនេះដូចគ្នាធ្វើបាត់តែលទ្ធផល4ទៅ1ប៉ុន្តែ goal គេលីតែ1k កន្លះហើយអីដែលល្អសម្រាប់នៅក្នុងវគ្គមួយនេះតើគោះ timeline ដើម្បីបើយើងនៅចុងម៉ោងគឺនៅតែច្រើនដដែលហើយយើងមើលឈូមិញឈ្មោះអត់ចូលទេនៅពេលដែលមេងកុងលេបឈូបានឈូលេបបាណេតបានបាណេតអញ្ចឹងឱកាសដែលគាត់ secure យកជាមួយនឹង kill គឺធំគ្រាន់តែមិញចាន់វ៉ាន់ក៏ kill វាយមក kill ទៅលើរោមសំទោសចាន់មេការ៉ាអីយ៉ាបុកយកតែម្ដងណាសានធ្វើការទាត់មួយជើងអាចនឹងដាច់ជាមួយនឹងទីអាដាមបាត់ដែរប៉ុន្តែបារ៉ាផាល់ពីកៅផាវិនមានការអាល់ទីមកពីច័ន្ទមករាតែចំទេធ្វើការដកថយគេយកជាមួយនឹង Tier 1 Threat ដើម្បី clear ជាមួយនឹង Minion ផងដែរបាទមក clear ទៅលើរ៉ូមអត់បញ្ហាគណៈពេលដែលមេងកុងជួយឆ្លៀតពេល clear ជាមួយនឹង Minion Midland ជំនួសច័ន្ទមករាមកទៅថាអីច័ន្ទមករាថ្ងៃនេះ style ដែរចាំខ្ញុំអ្នកយកយ៉ាបាទដើមម៉ោងរៀងមានសពាតពីកាន់ពីខាងម៉ាឡេស៊ីបាទពីក្រុមអង្គរវរីរបស់យើងបាទចង់ភ្លេចជាមួយនឹងបារ៉ាត់ព្រោះដោយសារតែការអាប់ដេតទៅលើបារ៉ាត់ចង់ក្រោយបំផុតពី3ផាច់មកណាអាយ៉ា Purify ធ្វើការបោកវាយយកតែម្ដងប៉ុន្តែខាបវិនធ្វើការបាត់បង់ទីកូពីពីអាម៉ាបាត់បង់ជាមួយនឹង Golden យើងបាត់ទៅហើយមួយពីមកតាន់រឿងមកតាន់ណាសាននៅក្បែរនឹងចាប់ថតមកពីប៉ោពីទីអាដាមប៉ុន្តែអស់ជាមួយនឹងកង់ឡាបានហើយ Retribution បានលេខកាត់ច័ន្ទបានលេបចុកផ្ទះមួយផងដែរពីម៉េងកង Alti cover ទាត់ combo flick ពី Waterman របស់ Hitman ប៉ុន្តែមានការផ្ដាច់ទាត់មកតង់ទៀតផ្ទះមកវាយកដល់ពីច័ន្ទបានមានការដាក់ Golden Hour ជាប់បានពីរទៅលើណាសានប៉ុន្តែកន្លែងនេះជាមួយនឹងទីអាដាមអាចដកថយបានដែរទេជាមួយនឹងការដកថយបានហើយពីទីអាដាមចាក់ឆ្កបោកវាយចង់វាយទៅណាកន្លែងនេះជាមួយនឹង Alma អត់ទាន់មាន Ultimate អីក្នុងការបោកវាយទេតែណាសានធ្វើការអស់ទីបោកវាយមកវិញមកវាយមកវិញមកបោកវាយទៅលើណាសានបាត់ kill ទៅលើការ Pavin ផងដែរដោះបោះ Dexter ផ្ទះមកកំភ្លៀងពីច័ន្ទបានលោឈៀមអត់មានរត់ទេពី Elton មើលរ៉ាស៊ីទីអាដាមនៅក្បែរហ្នឹងកន្លែងនេះជាមួយនឹងរ៉ាស៊ីកំពុងតែ high map បោកវាយយកដំណងប៉ុន្តែ Hisam ធ្វើការបើក map ពីទីអាដាមបានឃើញជាមួយនឹង Hisam រ៉ាស៊ីអាយនឹង solo kill មេងកុងណាទេមេងកុងមាន ultimate លេបវិញមកមេងកុងម្ដាយទៀតអត់ហ៊ានវាយជាមួយនឹងមេងកុងទេអាយ៉ាចូលដីខ្ញុំជ្រៅម៉ែចង់មកលេងសាកដាលម៉ែវាយអត់ឲ្យទៅផ្ទះវិញហ្មងអូណាគេមិនស្គាល់ច័ន្ទតាវ៉ាន់ណាសាចាស់សាកដាមកដែរបាទអញ្ចឹងកន្លែងមិនឃើញឯងវាយចូលដល់បើ kill ប៉ុន្តែក៏មានreplay ឡើងហ្នឹងឯណាហ្នឹងបាទអត់អីដោយសារតែខាងនោះគេស្នាគ្នាបាទចឹងយ៉ាងណាវិញជាមួយនឹង kill 6ទៅ7អត់បញ្ហាជាដូចជា goal ក៏គ្នាតែ 2k ជាងឯង timeline តែយើងនៅចុងវគ្គគឺសិតតែអាចវាយបានដូចគ្នាបាទទៅចុងម៉ោងណាបាទចឹងយើងមើលបន្តទៀតខណៈពេលដែល hero lock ទៅលើ Benedetta សិតតែមានដូចគ្នាពីបារ៉ាត់របស់មេងកុងសិតតែអាចលេងបានបាទចំណែកឯជាមួយនឹងច័ន្ទមករានៅក្នុងវគ្គមួយនេះក៏គាត់មាន goal ច្រើនដូចគ្នាទីដើមនៅតែជាខ្សែក្បាត់ការពារដ៏ល្អសម្រាប់មិនថាស្លាប់ឆ្វេងឬក៏ស្លាប់ស្ដាំនៅទេនៅក្នុងតារាងរបស់អង្គរវរីរបស់យើងបាទយ៉ាងណាមានការកាប់ដាច់ផងមកក្រោមមួយទៀតដូចគ្នាអូយត្រាស់នេះដើមម៉ោងអីចឹងយកឲ្យច្រើនតិចយ៉ាត់ចុងម៉ោងខាងបែកវិញអត់បានណាបាទឥឡូវយើងដាច់ជាមួយនឹង T2 នៅខាងផ្លូវបតំ land ដូចគ្នាផងដែរបាទឆ្នាំណាច័ន្ទតាវ៉ាន់ការលេងរបស់គាត់ពេលដែលគាត់ឆ្កឹះអា skill គាត់ម្ដងបាទតែតែមានប្រយោជន៍បាទកាត់ត skill គេដូចមិញឈូឲ្យកំពុងតែទាត់ឆ្ងាញ់ដាច់ជើងតែរហូតហ្នឹងបាទឲ្យទាត់ប៉ុន្តែបានកធប់ឯងបាទឲ្យ knock up ឲ្យទាត់តែអត់បានកធប់បាទតែហ្នឹងដែលយើងល្បីជាមួយនឹងច័ន្ទតាវ៉ាន់ណាអូយ
បើកម៉ែបាល់អពីច័ន្ទមករាចូលទៅដល់កន្លែងនេះជាមួយនឹងហេសែមអាចនឹងទាត់លើអ្នកណាដែរទេជាមួយនឹងការចង់ឡុកទៅលើច័ន្ទវណ្ណ Golden Hour ចូលបានពីពីទីដំធ្វើការបើករ៉ាហ្វាល់បងវាយយកទៅដល់តែរ៉ាស៊ីចង់ឡុកជាមួយនឹងវត្តមានរបស់កែផាវីនអត់ជាប់ទេជាមួយនឹង Ultimate មេកូ Blessing ด้วยបងវាយបាត់បង់ជួយនឹងច័ន្ទវណ្ណកន្លែងនេះជាមួយនឹងមេងកងអាចមានបញ្ហាដែរទេជាមួយនឹងផាវីនបាត់បង់អបេរ៉ូពីក្រុមកម្ពុជាម៉ាឡេស៊ីបាត់បង់តែរ៉ាស៊ីមួយតែប៉ុណ្ណោះលោតមកនេះអាចនឹងសឹកជួបានពីខាងម៉ាឡេបាត់ទៅហើយ បាទណាមួយជា team fight មួយដែលយើងបានបញ្ញុក damage ដេញ make គេចេញដែរមិញ យ៉ា ប៉ុន្តែនៅតែ damage របស់ Elton អាចវាយទៅកាន់ backline ងាយស្រួលគ្នាណាមួយ Pavin គាត់ដាក់ឈរនៅពេលដែល RT Cloud ដែរព្រោះសារគាត់ដូចជាមិនទាន់មាន win nature ថា យ៉ា បាទគាត់តែយក Trinity item របស់គាត់សិនឬក៏ core item របស់គាត់សិននេះគ្នាបាទពីរដងហើយដែលបើក្រហមចូលទៅកាន់ Cloud ណាបាទកន្លែងនេះ Elton គឺ free damage តែម្ដងព្រោះសារតែយើងត្រូវមានជាមួយនឹងការចែកជើងគ្នាសិនហើយនៅពេលដែល Cloud លោតមកប៉ុន្តែបើចុងវគ្គយើងអាចនឹងមាន win the crown ទៅកាន់ Mega win the nature ទៅកាន់ Pavin ដោយវគ្គមុនហ្នឹងណា យ៉ា បាទអញ្ចឹងគេលោតមកយើងមានតែអរគុណគេដែរព្រោះសារគេលោតមកយើងវាយហើយ ហ្នឹងហើយ បាទតែឥឡូវគេលោតមកវាយយើងមែន បាទ បាទអញ្ចឹងឥឡូវនេះយើងមានតែរត់សិនចាំគិតតាមក្រោយលោតមួយនេះលេងមួយទប់សบายព្រោះសារផមសិតតែមាន shield ធំទេយ៉ាងច្រើនគេបានតែ1 kill តែប៉ុណ្ណោះ បាទ បាទអី បាទ map ហេថែមកន្លែងនេះចូលមកធួនពីច័ន្ទមករាបាទ clear ជាមួយនឹង Kill to threat នៅខាងផ្លូវមីឡាបណ្ដាពីអង្គរវរីឡតមកផ្លូវខាងក្រោមគេបំបាយជាមួយនឹងសៀលនៅខាងផ្លូវ top lane ដូចគ្នាបណ្ដាបាយសៀលអស់មកផ្លូវគេអាចនឹងចង់យកជាមួយនឹង Tier 2នៅខាងផ្លូវមីឡាន បាទចុចឲ្យមកជីសោយឲ្យច្រើនតិចមកបងអើយព្រោះសារតារានេះបាន2ដាំទីលើ2ដាំទីខ្ញុំវាយវិញ យ៉ាបាទចាំតាកែវផាវីនមាន damage តែប៉ុណ្ណោះ បាទ ក៏ដូចជាច័ន្ទមករាបាទកន្លែងនេះជាមួយនឹងការ clear ទូសៀលដាច់ជាមួយនឹងឡត clear បានឡតបាត់ហើយប៉ុន្តែនៅសល់មាន3ផ្លូវមកបន្ថែមទៀតអាចនឹងគ្របសម្ពាធចង់បាន Tier 3យកបានដែរទេពីខាងម៉ាឡេស៊ី បាទតែបើសម្រាប់ខ្ញុំក៏មិននឹកស្មានថាម៉ាឡេស៊ីនៅថ្ងៃនេះលេងមួយក្រុមអង្គរវរីយើងបានប៉ុណ្ណឹងព្រោះសារ performance គាត់មុនគាត់ដូចជាផ្្លាត់ចាញ់មានម៉ាទេបើតាមខ្ញុំចាំមិនខុសណាព្រោះដោយសារប្រកួតច្រើនពេកញ៉ាំមើលអស់បាទប៉ុន្តែនៅពេលដែលគាត់មកលេងមួយអង្គរវរីយើងបានប៉ុណ្ណឹងគឺមិនធម្មតាទេជាពិសេសជាមួយល្បិចតែក្នុង double locker ណា recall បែបមិត្តភាពបាទមកវាយអត់ recall មិត្តភាពសម្រួលបងសម្រួលចង់វាចង្វាយគ្នាទៀតបងចង់វាចង្វាយគ្នាទៀតសុំលុយទិញឲ្យ team plan សិនត្រូវបាទចាំខែនេះខ្ញុំមាន win nature សិនឥឡូវមើលទៅ win nature មកតូននេះតើគួរទៅបានអានេះមួយណាត្រូវហើយបងបាទអត់អីរៀងស្ទើរលុយជាងវគ្គទី1បន្តិចអីហេសាមលេមិនបានហេសាមអាចនឹងមានហានិភ័យដែរទេពីម៉េងកុងវគ្គនេះការលេងជាមួយនឹង front line ពិបាកក្នុងការ lock game បន្តិចហើយដោយសារតែ hero របស់គេ dash skill ច្រើនខ្លាំងពេកលេបាត់បានមិញស្ដាយតើគួរអើយបាទតោះមួយជាមួយនឹង goal lead 4k 600បាទត្រឹមរយៈពេល12នាទីបាទបន្ទុកភាព9 3តែប៉ុណ្ណោះឥឡូវអីដែលយើងរំពឹងបានណាតើគួរមានតែវគ្គមួយនេះគឺយើងត្រូវធ្វើឲ្យទប់ឡតឲ្យជាប់បាទពេលដែលយើងទប់ឡតនឹងជាប់ឱកាសដែលយើងវាយបកអូយមើលច័ន្ទវណ្ណអាយ៉ាច័ន្ទវណ្ណលោឈៀបទៀតមកវិញយកមកពីច័ន្ទវណ្ណគាត់មកជើទៀតពីហេសាមតើណាបាទជាមួយនឹងគ្នាទៅលើកែផាមីននៅគ្នាបាត់បង់អពីរអស់ហើយពីខាងម៉ាឡេស៊ីមុននឹងឡតទី2ចង់បានកដោមែនដែរទេហោចឲ្យទៅម្ដងជាមួយនឹងកំបិតប្រហានេះអូយបងរ៉ាសេបចាំឃ្លាជាមួយនឹងឡែនបើកម៉ែពីទីដល់រ៉ាសេបជាប់ថតមកបោះពីបោះជាមួយនឹងឡតមានការស្ពននៅក្នុងរយៈពេល2វិនាទីទៀតតែម្ដងជាមួយនឹងការ fast slot ដែរទេណាសានរ៉ាសេបអាចនឹងយកបានឡតមួយនេះឬក៏យ៉ាងណាចង់ចូលឬក៏មិនចូលកន្លែងនេះជាមួយនឹងការបើកម៉ែពីមេងកុំមកឡោខ្លាំងតែពីអាម៉ាកូពីអាត្មែរបស់គាត់ដេញជាមួយនឹងណាសានអស់ប៉ាហ្វ្លីកាធ្វើការលេបយកដំណងណាសានចូលស្តានយកឡតបានពីក្រុមអង្គរវរីបងវាយអាទីពីច័ន្ទមករាបាត់បង់ជាមួយនឹងណាសានបាត់ហើយប្រាំមកភ្លៀងទៀតបន្ថែមទៅលើអាម៉ាតែលោឈាមធ្វើការដកថយក្រុមកម្ពុជាហេថែមកាកេថេសិនបានគ្នាអាយ៉ាណាសេចង់ចូលមកដៃណាសេចូលមកដៃបាត់បង់ជាមួយនឹងណាស៊ីបាត់ដៃគាត់ដល់ធ្វើការចូលបានពីរកន្លែងនេះជាមួយការ cover ដកថយបានតែពីអល់តនបាត់បង់ជាមួយនឹងការច័ន្ទវណ្ណក៏ដូចជាឡាននេះជាមួយនឹងអាចមានបញ្ហាដែរទេបាត់បង់អស់ពី hero ដូរជាមួយ hero តែប៉ុណ្ណោះបាទមកខ្ញុំសរសើរការតាំងចិត្តឲ្យតិចរបស់ក្រុមអង្គរវរីយើងមែនតែនពីមួយកលៈទៅមួយកលៈប៉ុន្តែបែរចង់ក្រោយដាវ៉ាន់ចង់ធ្វើរឿងដែរដែរចង់ធ្វើរឿងដែរបាទតែមិនក៏ធ្វើបាន4រឿងហើយបាទមួយផ្ទះអំបញ្ញនេះគឺឲ្យ Elton ភ្ញាក់ខ្លួនដូចបត់ក្នុងបត់ចែសុពិសីចឹងគឺបត់ត្រឹមមនុស្សទី3បាទបើកម៉ែពីទីអាដាមទៅលើអាម៉ាកន្លែងនេះអាចមានហានិភ័យដែរទេ Golden Hour អត់ទាន់មានទេពីទីអាដាមមេងកុងក៏បើកម៉ែដូចគ្នាច័ន្ទមករាក៏មានអាទីលោតនៅផ្លូវបតំឡែនកំពុងតែធ្វើការ clear ជាមួយនឹងមីនីនមួយបាទចឹងការលេងពីមួយវគ្គទៅមួយវគ្គល្បិចតាស៊ីក្លូចេញមកពីមួយទៅមួយ
គឺយើងអ្នកមើលជក់ចិត្តយកតែមែនតើ បាទ បាទ ដល់មកទៀតទេបង បាទជាមួយនឹងដាវ៉ាន់គឺគាត់ធ្វើរហូតគាត់ធ្វើរហូតយកតែម្ដងបាទជាមួយនឹងការលេងតាំងពីថ្ងៃទី1មក បាទ បាទនិយាយទៅទាំងសមាជិកទាំងអស់ទាំង5នាក់គឺមានមួយឈុតរហូត បាទ បាទអញ្ចឹងធ្វើមកជប់មក ឡតហត់ធាក់ធាធូលនៅខាងផ្លូវបតំលែនកន្លែងនេះជាមួយនឹងការយកបាន Elton អស់ Dexter បាត់ហើយ Hisham នៅក្បែរនេះខាន់សៀលទៅពីទីអាដាមអានឹងមកវាយធីមផៃដែរតែជាមួយនឹងការប្រើអាទីពីច័ន្ទមកក្រាមកវាយទៅលើសាន់ណាសានយកទៅដល់តែតអត់ទៅទេពី Hisham ចង់ឡុកទៅលើអ្នកណាកន្លែងនេះជាមួយនឹងច័ន្ទមកក្រាធ្វើការដកថយបានប៉ុន្តែជាមួយនឹងណាសានក៏លើលោឈៀមមានការកោះជាមួយនឹងត្រេកខាងលើពីណាសេមអាចនឹងមានការវាយទៀតដែរទេលោតឃ្លៀបានយកបានធាស្រីដូចគ្នាទេមកអ្នកមកផ្លូវតែប៉ុណ្ណោះអត់បញ្ហា បាទដូចជាធាស្រីសមដៃវិញវាយបដាច់យកតែម្ដង ចា ចំដាច់ប៉មលើមួយតែដូចជាមួយដាច់ប៉មក្រោមមួយដែរ ហើយវាយធាធូពីក្រុមកម្ពុជាចូលទៅដល់បើកម៉ែបអត់មានអ្នកហ៊ានចូលទេជាមួយនឹងការលេបយកតែម្ដងទៅលើណាសានពីម៉េកុងអាទីពីច័ន្ទមកក្រាខាងបងភ្លី Golden Lover បងវាយយកម្ដង Golden Copy ធ្វើការដកថយបានដែរទេពីណាសានសមដៃចុងក្រោយជាមួយនឹងការដកថយបានដែរប៉ុន្តែយកមកជាមួយនឹងវត្តរបស់ Dexter របស់ Elton ក៏មានការដកថយ Purify ផងដែរ បាទមានការលេងមួយ Minion Wave ទៀតជាមួយនឹងទៅជាណា ជាមួយនឹង Hisham ចូលមកលងខ្លួនកាសៀចង់បងវាយយកតែម្ដងជាមួយនឹង Hisham បាត់បង់បានហើយចាំអាហ្វ្រិកាពីទីអាដាមធ្វើការដកថយកន្លែងនេះច័ន្ទដាវ៉ាន់ទះមកកម្លាំងតែទីអត់ចំទេជាមួយនឹងការដកថយមកវិញផងដែរមកចង់ផ្ដាច់ទៅលើច័ន្ទដាវ៉ាន់តែវាយទៅលើច័ន្ទដាវ៉ាន់អត់ដាច់ដូចគ្នាកន្លែងនេះជាមួយនឹងការយកបានធាធូក៏ដកថយផងដែរពីក្រុមកម្ពុជា reset loan 30 second loan 30 second ឈូអាចនឹង respawn អត់ទាន់តែបើយើង fast load អាចនឹងទាន់ព្រោះសារ carry វាជា roll damage damage ច្រើនមែនតើណាប៉ុន្តែមកពេលដែលគេយកបានជាមួយនឹង form ខាងលើនេះក៏យើងមិនឆ្លៀតច្បាច់ទៅសារទៅខាង Malaysia នេះគ្នាដែលគាត់បានយក form ខាងលើមួយដាក់បន្ទុកឲ្យ load យើងឲ្យមាននេះបានឆេងសេដ្ឋកិច្ចមកវិញប៉ុន្តែសម្រាប់ប្រទាយទៅនឹងប្រទាយគឺដាច់មួយផ្លូវស្មើបាទយ៉ាងណាដាច់លើយើងអន់ជាងដាច់ក្រោមគេព្រោះដោយសារ load បន្ទាប់នេះគឺចេញខាងក្រោមអញ្ចឹង lane គេស្រួល clear lane យើងបាក់ clear ឥឡូវ banet ឡើងទៅ clear លើនៅពេលដែលយើងឃើញ map banet clear លើយើងត្រូវសម្រាប់ចិត្ត fast load យកមកព្រោះបើយើង fast load ទេគឺយើងរងចាំដកមនុស្ស អូយកាំបោផ្លេចពីម៉េកូដាច់ដល់បានហើយរាទីពីច័ន្ទមកក្រាទៅលើណាសាកន្លែងនេះជាមួយនឹង Hisham ចូលដល់ទេលោជាពីទីអាដាមបើកម៉ែបានលោកខ្លាំងតែជាមួយនឹងការបើករ៉ាប៉ាល់បាញ់ហើយពីកាយបាវិញវាយបាវិញកាយបាវិញវាយបានតែ Midland ពីរ៉ាសេមទៅផ្ទះជាមួយនឹងច័ន្ទមកក្រាធ្វើការ cover ជាមួយនឹង Midland ផងដែរឡតព្រីឲ្យក្រុមកម្ពុជា Midland ចង់កោះទៅណាពីរ៉ាសេមចង់ទៅណាឃ្លាជាមួយនឹង Land អត់ដាច់ធាស្រីទេជាមួយនឹងការរត់ពីរ៉ាសេរត់ហើយរត់ចង់ទៅណាទីអាដាមព្យាយាមរំខានជាមួយនឹងរ៉ាសេមិនណារថេសាក្នុងការឃ្លាជាមួយនឹង Land ទេមកទេតន់ឬក៏មិនតន់មកតន់ឬក៏មិនតន់កន្លែងនេះ Golden Hour ទៅលើរ៉ាសេបោកវាយទៅលើ High Smash យកទៅដល់អានេះមានបញ្ហាដែរទេពីការមានអត់ទាន់មានអាទីឃ្លាមានធ្វើការដកថយសិនមាននាងមកផ្លូវមានលេងបន្ថែមទៀតបណ្ដែរជាមួយនឹង Lord មួយនេះបាទ clear lane អស់ហើយខាងលើក៏មានការទៅដកទៅបុកពីរ៉ាសេមនេះគ្នាគណៈពេលដែលរ៉ាទៅបានល្អមែនទេរ៉ាឡើងទៅ clear លើមកទៅអត់មានបុកលើបន្តទៀតទេតែត្រូវមើល map រ៉ាបាននេះគ្នាឆែកកាមេរ៉ាសមត្ថភាពឃើញរ៉ាសេបានហើយនៅក្នុងកាមេរ៉ាសមត្ថភាពតែរ៉ាសេអត់ដូចជាឈ្មោលយកម្ដងតែយកឲ្យបាញ់អាល់ទី clear លើដែរទេយ៉ារ៉ាសេអាចនឹងដាក់ជាមួយនឹងការបាញ់បេបាទទៅហើយលោតមកនេះទីអាដាមបើកម៉ែជាប់ទៅលើ Elton មកស្តាន់ទៀតទីអាដាម solo ឈាមខាន់សៀលមកពី Hisham ឡុកទៅលើទីអាដាមឬក៏ណាជាមួយនឹងការតប Purify មួយបណ្ដាពីការធ្វើការបោកវាយទៅលើ Hisham យកទៅដល់ជាមួយនឹងការចាយ flicker មិនអាចចុងក្រោយពីការ Power បាត់បោកជាមួយនឹង Hisham បាត់ហើយបណ្ដាលោតក៏គេមានបានអូបជាមួយនឹងមានមកបន្ថែមទៀតថងដែរវាយយកបានឬក៏មិនបានពីទីអាដាមកឡូឈាមកន្លែងនេះបាត់ជាមួយនឹង Hisham ក្នុងការបើកជាមួយនឹង front line រ៉ាសេចាំកាក់ clear ជាមួយនឹងមាន clear បានឬក៏បានមកពី back line បន្តែទីអាដាមធ្វើការ cover បានល្អតាមដល់ជាមួយនឹងការរះអាទីពីច័ន្ទមករាបោកវាយដាច់ធាស្រីនៅផ្លូវ Midland កន្លែងនេះអាចនឹងចាប់វាបានឬក៏បានអត់ដល់ហើយរ៉ាសែនចុច Winter Crown ដើម្បីពជាពេលជួយនឹងការ knock up មួយផ្នែក Ultimate Blessing ដែរចាប់ Golden Hour ជាប់បានមួយរកលឹងជាការផ្ដាច់ទៅលើច័ន្ទមករាបានហើយចុច Immortal ដែរទេដាច់ Immortal លេបចុកកាពះទៅលើ main កុងក៏ដូចជាមានការបោកវាយយកតម្ដងអានមានកិច្ចហា Shut down ទៅលើអាម៉ាធួនអូយទួនតែក៏មានការដេញអាយមក Dexter ជាប់អូយដកថយមកវិញឬក៏មកអេតនផា Absolute រងភាពយន្តអូអានេះមានការវាយមិនដែរទេនៅសាទៅ2នេះតែប៉ុណ្ណោះដោះស្រាយលំហាត់ម្ដងមកវាដូចគ្នាផងដែរចែក map ឃើញដែរទេចែក map រមមកឃើញឯរ៉ាអើយវារ៉ា map clear រ៉ាសេជាប់ជាមួយនឹងការថតរូបពីទីដល់មកពីខាងក្រោយពី Hisham តែវាយទៅលើរ៉ាសេយកទៅដល់ណាសែនគីឡូឈាមជាមួយនឹងការតទៅលើវត្តមានរបស់កែផាវិនតែវាយកែផាវិនអត់ដាច់ទេជាមួយនឹងការអត់ទេពីច័ន្ទមករាវាយទៅលើរ៉ាសេជាប់ stand by មកថរ៉ាសេ
មានជាមួយនឹងការដាច់ពីមេគង្គ បាទមួយតបលើសិននេះគ្នាមកណែពីចាន់មករាឡតមួយទៀតនឹងកើតគេកំពុងតែដាច់យើងអាចនឹងថៃឱកាស5ទៅ9វាយឡតសិនបណ្ដាមានការចង់អែនខាងក្រោមយ៉ាឡតសិនអាយ៉ាហេសែមកតន់អត់ហេសែមកតន់អត់ Golden Hour ពីទីអាដាមអស់ហើយជាមួយនឹងការ clear lane កន្លែងនេះជាមួយនឹងការកាន់មករា rotation មកដូចគ្នាហេសែមនៅខាងក្រោយ minion គេ spawn clear ជាមួយនឹង minion មួយសិនពីវត្តមានរបស់ Oncoveria វាយឡតសិនហេសែមចង់ទៅណាជាប់មក stand ថតរូបមកប៉ោះជាមួយនឹងការបើក Rafa ជាប់ stand បន្ថែមទៀតជាមួយនឹងការចាប់ទួនហេសែមបៃមកថតមក stand ពីម៉ៃកុងបាត់បង់ជាមួយនឹងហេសែមបាត់ហើយអាទីជាមួយនឹង blessing ដែរទៅជាមួយនឹងការជាប់ Golden Hour ពីអាម៉ាសល់តែពីរអ្នកក្នុងការទប់ផ្ទះទប់ជាប់ជាមួយនឹងការបោះវាយបាទជាមួយនឹង blessing ด้วยចុច winter ground ធ្វើការដកថយមកផ្ទះរៀងចុងក្រោយពីច័ន្ទបានផាច់អត់ឈឺទេធ្វើការដកថយមានការ spawn មីរ៉ាស៊ីមដូចគ្នាបោកវាយទៅរឿងទៅកន្លែងនេះជាមួយនឹងរ៉ាសែនបាត់បង់បាត់ហើយមានគ្នាបានចូលទៅលើច័ន្ទមករាសល់ពីរនាក់រកការទប់ផ្ទះ minion នៅផ្លូវ Milan បារ៉ាហ្វាល់ពីកាយផវិនធ្វើការវាយទៅលើ Elton យកទៅម្ដងសល់ minion មកវែវទៀតអាចនឹងវាយបានដែរទេកន្លែងនេះ Elton ចូលពីមេកុងពីមេកុងabsolute ភាពយន្តទៀតហើយពីតើនឹងណាតាលីគឺបានទៅលើអង្គរ Warrior